ទឹកគ្រឿងបន្លែស្រស់ៗរសជាតិឆ្ងាញ់បាយមួយចានហើយចង់បាយមួយចានទៀតបងប្អូនណាខ្លះដូចខ្ញុំឲ្យតែធ្វើទឹកគ្រឿងម្ដងគឺបាយបានច្រើនមែនតើហូបស្លោរាល់ថ្ងៃហើយមកសាកធ្វើទឹកគ្រឿងជាមួយនឹងត្រីម្ដងមើលរសជាតិមិនដែរដាក់ម្ទេសហឹលជីឈ្ងុយនិយាយពីថារសជាតិឆ្ងាញ់ខ្លាំងណាស់បងប្អូនសំខាន់ត្រីដែលយើងយកមកធ្វើទឹកគ្រឿងហ្នឹងគឺយើងរើសយកតែត្រីណាដែលរស់ហើយស្រស់ផ្សំជាមួយនឹងបន្លែធម្មជាតិខ្ចីរសជាតិឆ្ងាញ់មែនតើឲ្យតែមេឃភ្លៀងលើកណាក៏នឹកឃើញតែទឹកគ្រឿងដែរព្រោះអីពេលដែលយើងធ្វើទឹកគ្រឿងជាមួយនឹងមេត្រជាក់អញ្ចឹងអូនិយាយពីថាបាយក្តៅមកឆ្ងាញ់ខ្លាំងហ្មងនឹកឃើញឃ្លានហើយអត់ចាំយូរទេទៅផ្សារទិញត្រីក្រហមមួយយកមកដាក់ស្ងោរដើម្បីធ្វើទឹកគ្រឿងចំពោះសាច់ត្រីបងប្អូនចង់ប្រើត្រីរស់ត្រីដណ្ដែងក៏បានដែរយើងអាំងក៏បានស្ងោរក៏បានដែរទៅតាមចំណង់ចំណូលចិត្តពេលដាក់ស្ងោរត្រីហ្នឹងគឺខ្ញុំចាប់ផ្ដើមរៀបចំបន្លែសម្រាប់យើងធ្វើជាលក់ពេលដែលញ៉ាំទឹកគ្រឿងមិនមែនតែមកឆ្ងាញ់ទេសំខាន់គឺវាជួយឲ្យយើងសុខភាពល្អទៀតដោយសារយើងបានហូបបន្លែច្រើនចំពោះបន្លែផ្សំជាមួយទឹកគ្រឿងហ្នឹងគឺអត់រើសមុខទេបងប្អូនចង់ដាក់បន្លែណាក៏បានដែរឲ្យតែបងប្អូនចេះហូបបើចំពោះខ្ញុំវិញឲ្យតែថាបន្លែច្រើនមុខគឺរត់តែល្អមានទ្រាប់ស្រួយទ្រាប់វែងហើយនឹងផ្កាកផ្លោកជាមួយនឹងទឹកសក់ការ៉ុតអីចឹងទៅហើយចំពោះទឹកគ្រឿងហ្នឹងងាយធ្វើមែនតើបងប្អូនអត់ពិបាកធ្វើទេស្រួលធ្វើហើយលឿនទៀតហើយខ្ញុំជឿថាបងប្អូនភាគច្រើនណាគាត់ចេះធ្វើហើយទឹកគ្រឿងជាមួយនឹងសាច់ត្រីហ្នឹងតែថ្ងៃនេះខ្ញុំចង់មកចែកម្លែកពីតិចនិចក្នុងការធ្វើទឹកគ្រឿងហ្នឹងពេលដែលបងប្អូនដាំទឹកពុះហើយយើងដាក់ត្រីដែលយើងស្ងោរនឹងចូលមកហើយពេលដែលខ្ញុំស្ងោរត្រីហ្នឹងខ្ញុំដាក់ដូចជាស្លឹកក្រូចរំដេងហើយនឹងគ្រឿងអីតិចតួចដែរដូចជាស្ករអំបិលប៊ីចេងអីហ្នឹងដើម្បីឲ្យសាច់ត្រីរបស់យើងហ្នឹងវាមានជាតិឡំអញ្ចឹងណាហើយបន្ទាប់ពីឆ្អិនទៅខ្ញុំចាប់ផ្ដើមស្រង់ចេញកុំឲ្យវាផុយសាច់ពេកហើយបន្លែដែលចោលអត់បានហ្នឹងបងប្អូនហើយគឺផលិតហ្នឹងហ្មងបើបន្លែអីផ្សេងខ្ញុំអត់ដឹងទេតែបើចំពោះផលិតហ្នឹងពេលធ្វើទឹកគ្រឿងម្ដងគឺត្រូវជាតិគ្នាពេលដែលយើងហូបផលិតជាមួយនឹងទឹកគ្រឿងហ្នឹងវារៀងស្រួយស្រាប់រសជាតិមកឆ្ងាញ់មែនតើហ្មងបន្ទាប់ពីយើងស្រង់ត្រីដើម្បីឲ្យវាត្រជាក់សាច់ហើយគឺយើងចាប់ផ្ដើមរៀបចំបន្លែរៀបចំខ្ទឹមសខ្ទឹមក្រហមដើម្បីធ្វើទឹកគ្រឿងចំពោះខ្ទឹមគឺខ្ញុំអត់ច្រាមទេខ្ទឹមក្រហមគឺខ្ញុំហាន់ជាចំណិតអញ្ចឹងណាហើយបើខ្ទឹមសវិញក៏ខ្ញុំហាន់អញ្ចឹងដូចគ្នាខ្ញុំអត់ច្រាមទេតែបើបងប្អូនចង់ច្រាមក៏បានដែរចំពោះខ្ទឹមសនិយាយទៅម្ហូបអីក៏អត់ពិបាកដែរឲ្យតែយើងដាក់ចិត្តថាធ្វើដូចខ្ញុំអញ្ចឹងពីដំបូងក៏ខ្ញុំអត់ដែរចេះធ្វើម្ហូបដែរតែដល់ពេលមួយដែលយើងគិតថាយើងចង់ធ្វើឬមួយក៏យើងចង់ចេះយើងសិក្សាយើងមើលតែបន្តិចទៅគឺចេះបាត់ដែរដូចជាទឹកគ្រឿងនឹងអញ្ចឹងអ្នកខ្លះគាត់គិតថាសាំញ៉ាំមកពិបាកធ្វើអត់ដឹងថាត្រូវដាក់អីមុនដាក់អីខ្លះអញ្ចឹងណាតែតាមពិតគឺងាយធ្វើទេស្រួលធ្វើមែនតើអញ្ចឹងបងប្អូនដែលគាត់អត់ទាន់ចេះធ្វើទឹកគ្រឿងអាចសាកមើលវីដេអូនឹងបានហើយបងប្អូនអាចសាកធ្វើមើលនិយាយទៅរសជាតិឆ្ងាញ់ណាសំខាន់យើងហូបបាយបានច្រើនទៀតហើយសាច់ត្រីដែលខ្ញុំច្រងចេញមិញហ្នឹងពេលដែលវាត្រជាក់ទៅគឺខ្ញុំចាប់ផ្ដើមបេះឆ្អឹងចេញហើយបន្ទាប់ពីខ្ញុំបេះសាច់ត្រីហ្នឹងហើយគឺខ្ញុំចាប់ផ្ដើមបុកសាច់ត្រីហ្នឹងឲ្យវាម៉ត់ពេលដែលយើងបេះសាច់ត្រីហ្នឹងត្រូវប្រយ័ត្នដែរកុំឲ្យវាមាននៅជាប់ឆ្អឹងកាលណាយើងបេះឆ្អឹងចេញអត់អស់ទេពេលដែលយើងផ្ទាប់ជាមួយនឹងបន្លែទៅគឺវាពិបាកហូបវានៅឆ្អឹងនៅអីអញ្ចឹងហើយនៅពេលដែលយើងបុកសាច់ត្រីហ្នឹងម៉ត់ហើយគឺយើងចាប់ផ្ដើមលាយគ្រឿងជាមួយនឹងប្រហុកហើយទឹកត្រីអីហ្នឹងហើយចំពោះប្រហុកវិញគឺខ្ញុំប្រើប្រភេទប្រហុកសាច់បើសិនជាបងប្អូនចង់ប្រើប្រហុកយើងធម្មតាក៏បានដែរតែយើងយកទៅចំហុយឬមួយក៏អីចឹងទៅតែថ្ងៃនេះគឺខ្ញុំប្រើជាមួយនឹងប្រហុកសាច់ពេលដែលខ្ញុំដាក់ប្រហុកហើយខ្ញុំដួសទឹកស្ងោរត្រីរបស់ខ្ញុំមិញហ្នឹងចូលជាមួយនឹងប្រហុកហ្នឹងមកហើយយើងកូរវាឲ្យសព្វទៅហើយបន្ទាប់មកបាទខ្ញុំចាប់ផ្ដើមដួសត្រីដែលខ្ញុំបុកមិញហ្នឹងចូលហើយចំពោះកន្លែងដែលយើងដាក់ប្រហុកហ្នឹងបើសិនជាបងប្អូនអត់សូវចេះប្រហុកទេបងប្អូនដាក់តិចក៏បានដាក់ច្រើនក៏បានទៅតាមចំណង់ចំណូលចិត្តទេចំពោះទឹកគ្រឿងវិញបើសិនជាយើងធ្វើខាប់គឺឆ្ងាញ់តែបើយើងធ្វើរៀងរាវពេកគឺរសជាតិវារៀងលាវអត់សូវឆ្ងាញ់អញ្ចឹងហើយពេលដែលខ្ញុំធ្វើទឹកគ្រឿងគឺខ្ញុំចូលចិត្តប្រើសាច់ត្រីច្រើនធ្វើឲ្យទឹកគ្រឿងរបស់ខ្ញុំខាប់ហើយរសជាតិឆ្ងាញ់ទៀតបន្ទាប់មកខ្ញុំបន្ថែមជាមួយនឹងទឹកត្រីជាមួយនឹងក្រូចឆ្មាហើយនឹងប៊ីចេងស្ករអញ្ចឹងហើយបើបងប្អូនអត់ចង់ដាក់ក្រូចឆ្មាដាក់ជាអំពិលទុំវិញក៏បានដែរនិយាយទៅរសជាតិវាឆ្ងាញ់ដូចគ្នាទេគ្រាន់ថាខ្ញុំចូលចិត្តប្រើក្រូចឆ្មាជាងខ្ញុំដាក់ក្រូចឆ្មាទៅហើយបើចំពោះខ្ញុំទឹកគ្រឿងលើកណាក៏អត់ដែរចោលម្ទេសដែរដោយសារខ្ញុំចូលចិត្តហូបម្ទេសអញ្ចឹងហើយបើសិនជាបងប្អូនអត់ចេះហូបទេមិនដាក់ក៏បានដែរហើយបន្ទាប់មកគឺយើងហាន់ជីដាក់ដូចជាជីអាណាស្លឹកខ្ទឹមឬមួយក៏ជីអំបងអីហ្នឹងគឺយើងដាក់មកដាក់ជីរត់ទៅច្រើនរត់ទៅឆ្ងាញ់បន្ទាប់ពីដាក់ជីដាក់ម្ទេសហើយគឺដូចជារួចរាល់ហើយបងប្អូនសំខាន់បងប្អូនភ្លក់មើលនិយាយទៅគឺមកល្មមជូរប្រៃផ្អែមមកល្មមអញ្ចឹងណាអញ្ចឹងមិនថាទឹកគ្រឿងគឺអត់មានអីពិបាកធ្វើទេងាយធ្វើហើយសំខាន់យើងហូបបន្លែបានច្រើនទៀតទឹកគ្រឿងរបស់ខ្ញុំថ្ងៃហ្នឹងគឺរួចរាល់ហើយងាយស្រួលធ្វើមែនតើបងប្អូនទាំងអស់គ្នាហើយបើបងប្អូនស្រឡាញ់ពេញចិត្តកុំភ្លេចជួយ like ជួយ share វីដេអូរបស់ខ្ញុំផងណាអរគុណច្រើនបងប្អូនទាំងអស់គ្នា